បាទមួយគ្រឿងនេះគឺជា Toyota Hilux Revo V Edition ប៉ុន្តែមួយនេះអត់មានតែមនៅខាងក្រៅទេដោយសារយើងលាងទឹកបកស្កុតមកគឺបកតែមហើយតែមឥឡូវអស់ស្តុកអត់តមកថ្មីហើយមួយគ្រឿងនេះប្រើ70000គីឡូម៉ែត្រអត់មានប្រវត្តិបុកប៉ះទេបើបាញ់ថ្នាំយើងមានប្រវត្តិបាញ់កាំងមុខអីតិចតួចកាំងនេះគឺបាញ់ហើយគៀខាងមុខសម្រាប់ V Edition ស៊េរីឆ្នាំ2022-23គឺដូចគ្នានេះប្រើ9 halogen ហើយដំបងកង់គឺតូចជាងប្រភេទ Premium និង Rally មួយអ៊ីងទេអានេះគឺ17អ៊ីងយ៉ាងនេះ Hilux Revo V Edition ចាប់ពីឆ្នាំ2020មក2022មកទៅមានហើយមួយនេះគឺស៊េរីឆ្នាំ2022តម្លៃ36500អាចចរចាបានតែខាងក្នុងគឺម្ចាស់មុនក៏រៀបចំដាក់កម្រាលបន្ថែមហើយខាងក្នុងគឺនៅស្អាតច្រើនដែលបងប្អូនបានឃើញចឹងក្រងឆ្អឹងជើងក្រោមអីគឺដូចជាមួយនឹង Hilux Premium និង Rally ដូចគ្នាខ្ញុំសិនជាផ្នែកខាងក្រោយមានដូចគ្នាចឹងសម្រាប់ប្រភេទ V Edition នេះដែរកាខាងក្រោយគេត្រូមេពណ៌ខ្មៅបែបនេះហើយអក្សរខាងក្រោយគេបិទទៅ Hilux Revo ស្តុបខាងក្រោយគឺអំពូល halogen ដូចគ្នាមានកប៉ិតត្រេនតិចអានេះយើងអាចតោនស្ងួតបានកៅអីនេះអូតូពូខាងក្នុងគឺស្បែកមកពីរោងចក្រតែម្ដងខាងនេះមានកញ្ចក់ក្តោបលាខាងនេះដោបលាកញ្ចក់ខាងនេះ lock unlock សេរីកញ្ចក់ឆ្វេងស្ដាំនេះកន្លែងនេះយើងមានកន្លែងសេរីកម្ពស់ពលឺកម្រិតពលឺនេះកុងទ័ររបស់ V Edition គីឡូ74000គីឡូនៅលើដៃចកោតគឺមានកន្លែងតឡែងសលេងថយសលេងដូរបទចម្រៀងលើកដាក់ទូរស័ព្ទដូចគ្នានេះបញ្ជាទៅលើ MID នេះគឺយើងសេរីទៅលើអំពូលខាងមុខយើងដាក់អូតូបានអូតូនៅពេលដែលមេលងឹតគឺវាភ្លឺអូតូនេះចាំនេះគឺភ្លឺអំពូលសក់លេខអានេះគឺយើងបើកយកតែម្ដងតែយើងដាក់អូតូបាន Touch screen នេះគឺមាន Apple CarPlay និង Android Auto ដូចគ្នាប្លុកនេះនៅខ្វះតែប៊ូតុងមួយទៅគឺប៊ូតុង DAC ប៊ូតុងចុះចំណោតចឹងប្រភេទនេះខ្វះប៊ូតុងនោះមួយហើយប្លុកនេះប្លុកclass A ទឹកមានដូចគ្នា Revo Premium Rally និង V Edition គឺមានដូចគ្នាទាំងអស់កេសលេខគឺប្រើម៉ាស៊ីនដូចគ្នាម៉ាស៊ីន 2.8 4ម៉ាស៊ីនតបលេខ6វគ្គដូចគ្នាហើយខាងក្រៅយើងមានកាមេរ៉ាក្រៅមួយ Dry mode យើងមានដូចគ្នា Eco mode និង Power mode ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើប្រភេទ Hilux Revo V Edition ឥឡូវនេះយើងមានតែមួយគ្រឿងគត់អាចអញ្ជើញមកមើលផ្ទាល់បាននៅ Toyota សាខាមានជ័យនៅផ្លូវស្មាតក្រុមហ៊ុនទទួលទិញចូលនិងដោះដូរគ្រប់ស៊េរីហើយក៏អាចរំលោះផ្ទាល់ជាមួយនឹង Toyota Finance សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតំណែងបងប្អូនបានសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយ